បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តនិងនិយមប្រើប្រាស់តូទាំងអស់គ្នាបងប្អូនណាហ្នឹងហើយម៉ូតូនេះគឺខ្ញុំផ្ដោតសំខាន់តាក់ទងទៅនឹងបងប្អូនដែលចូលចិត្តប្រើប្រាស់នៅម៉ូតូ Trim បងប្អូនណាហ្នឹងហើយឬក៏ Honda Trim អញ្ចឹងទៅហ្នឹងហើយអញ្ចឹងក្នុងម៉ូតូនេះខ្ញុំចង់ផ្ដល់មតិយោបល់ខ្លះៗដល់បងប្អូនដែលនិយមប្រើប្រាស់ក្រុមហ៊ុនរបស់ Honda Trim ឬក៏គេហៅថា026បងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំគិតថាការផ្លាស់ប្ដូររបស់ក្រុមហ៊ុនមួយនេះគឺដូចជាមិនសូវជាផ្លាស់ប្ដូរអីច្រើនប្រហែលទេបងប្អូនណាគឺរូបរាងវាគឺដដែលទេគឺផ្លាស់ប្ដូរតែបន្តិចទេហ្នឹងហើយអញ្ចឹងដូចខ្ញុំបានប្រាប់ឬក៏បង្ហាញនៅក្នុងវីដេអូមុនអញ្ចឹងបើសិនជា Honda Trim ផ្លាស់ប្ដូរដូចជាប្រើប្រាំងនោះគឺជាប្រាំងដែលពីបុរាណណាបងប្អូនហ្នឹងហើយអញ្ចឹងមកប្រើប្រាស់ប្រាំងដូចជាប្រាំងគេហៅថាប្រាំង disk ហ្នឹងបងប្អូនហ្នឹងហើយប្រាំង disk មុខទៅសម្រាប់ប្រាំងក្រោយគឺយើងប្រើប្រាំងធម្មតាក៏បានដែរប្រាំងស្បែកធម្មតាទៅប៉ុន្តែប្រាំងខាងមុខយើងប្រើពពួកប្រាំងថាសទៅហ្នឹងហើយអញ្ចឹងគឺពេញនិយមហ្នឹងហើយអញ្ចឹងឃើញថាគាត់ផ្លាស់ប្ដូរនៅប្រព័ន្ធប៊ិចនោះគឺល្អហើយគឺទៅតាមការពេញនិយមឬក៏ទៅតាមការទាន់សម័យឬក៏ពេញនិយមតាមប្រទេសជិតខាងអញ្ចឹងបងប្អូនដូចជាប្រទេសសៀមប្រទេសវៀតណាមអីគេប្រើអស់ហើយដូចជា Honda Wave របស់ក្រុមហ៊ុនជប៉ុនថៃអីចឹងគឺគេប្រើពួកប្រាំង D អស់ហើយបងប្អូនណាហ្នឹងហើយសប្តាហ៍ថ្ងៃនេះពួក Honda Wave 125គឺគេប្រើ Smart Key អស់ហើយអញ្ចឹងឃើញគេហក់លោតទៅសម័យកាលថ្មីអស់ហើយនៅតែ Honda Trim ទេគឺផ្លាស់ប្ដូរតែតែមតាប់ឡូនិងជំគាងមុខជំគាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះហ្នឹងហើយមួយទៀតនោះគឺផ្លាស់ប្ដូរពីប្រើប៊េនសាំងមកប្រើប៊ិចសាំងវិញហ្នឹងហើយអញ្ចឹងគឺទាន់សម័យហើយសម្រាប់ការប្រើប្រាស់នៅប្រព័ន្ធប៊ិចសាំងនេះគឺមានបងប្អូនខ្មែរយើងជាច្រើនគាត់មិនសូវជាពេញនិយមមិនសូវជាចូលចិត្តទេហ្នឹងហើយអញ្ចឹងខ្ញុំផ្ដល់យោបល់ខ្លះៗសម្រាប់ការប្រើប្រាស់ឬក៏ការផ្លាស់ប្ដូររបស់ក្រុមហ៊ុន Honda មកប្រើប្រាស់ប្រព័ន្ធប៊ិចនេះគឺខ្ញុំគិតថាគឺវាទាន់សម័យបំផុតហើយវាជួយកាត់បន្ថយនៅការស៊ីសាំងអញ្ចឹងគឺការប្រើប្រាស់ប្រព័ន្ធប៊ិចសាំងនេះគឺវាអត់សូវជាស៊ីសាំងប្រហែលទេតែបងប្អូនប្រើប្រាស់ប៊េនសាំងគឺវាស៊ីសាំងណាស់បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែដើរឲ្យទាន់សម័យកាលបងប្អូនកុំគិតថានៅតែប្រើប៊េនសាំងហ្នឹងហើយអញ្ចឹងគឺគេមិនអាចប្រើប្រព័ន្ធប៊េនសាំងទៀតទេអញ្ចឹងគឺគេត្រូវតែផ្លាស់ប្ដូរបន្តិចម្ដងទៅតាមសម័យកាលអញ្ចឹងទៅហ្នឹងហើយអញ្ចឹងមាន channel មួយចំនួនគាត់តែនិយាយកុហកឬក៏បាញ់ឆោតបងប្អូនគាត់ថា026ឬក៏ Honda Trim ឆ្នាំ2026នោះគឺប្រើប៊ិចសាំងផងប្រើប្រព័ន្ធប៊ិចផងហ្នឹងហើយអញ្ចឹងប្រើពីប្រភេទដល់ពេលចេញការពិតគឺមិនមែនទេបងប្អូនណាហ្នឹងហើយគឺប្រើប៊ិចសាំងអញ្ចឹងក្រុមហ៊ុនមិនអាចងាកក្រោយបានទេបងប្អូនមិនអាចដើរថយក្រោយបានទេមានតែវិវត្តទៅមុខហ្នឹងហើយអញ្ចឹងបងប្អូនកុំសង្ឃឹមថាក្រុមហ៊ុននឹងអាចប្រើនៅប្រព័ន្ធប៊េនសាំងវិញអត់សោះហ្នឹងហើយអញ្ចឹងគឺមិនអាចទេគេមានតែដើរទៅមុខគេមិនអាចដើរថយក្រោយទេអញ្ចឹងខ្ញុំសង្ឃឹមថាអនាគតក្រុមហ៊ុន Honda នឹងផ្លាស់ប្ដូរដូចជាប្រព័ន្ធប្រាំងខាងមុខហ្នឹងគឺប្រាំងស្បែកតាំងតែពីបរមបុរាណហ្នឹងគឺខ្ញុំសង្ឃឹមថាគាត់នឹងផ្លាស់ប្ដូរមកប្រើប្រាស់ដូចជាប្រាំងថាសវិញឬក៏ប្រាំង disk វិញហ្នឹងហើយមួយទៀតខ្ញុំសង្ឃឹមថាក្រុមហ៊ុន Honda នឹងផ្លាស់ប្ដូរពីប្រើប្រាស់នៅសោធម្មតាអាចប្រើប្រាស់ដូចជាប្រព័ន្ធ Smart Key ជាដើមហ្នឹងហើយអញ្ចឹងក្រុមហ៊ុន Honda Wave 125 110របស់ក្រុមហ៊ុនប្រទេសសៀមឬប្រទេសថៃហ្នឹងគឺគេផ្លាស់ប្ដូរអស់ហើយហ្នឹងហើយទំនើបអស់ហើយទាន់សម័យអស់ហើយអញ្ចឹងនៅតែក្រុមហ៊ុន Honda មួយទេនៅតែផ្លាស់ប្ដូរបន្តិចហ្នឹងហើយតម្លៃគឺកប់ពពកហ្នឹងហើយបងប្អូនប្រហែលជាដឹងហើយសប្តាហ៍ថ្ងៃនេះមានហាងខ្លះលក់រហូតដល់ 3000 ជាងក៏មានដែរហើយមានហាងខ្លះទៅក៏យកចំណេញមិនសូវជាច្រើនទេអញ្ចឹង 2000 ជាងអញ្ចឹងទៅ2008 2009អញ្ចឹងទៅហ្នឹងហើយអញ្ចឹងគឺលក់ថ្លៃថោកហ្នឹងគឺអាស្រ័យទៅលើហាងទៀតហ្នឹងហាងខ្លះគឺលក់បោកអញ្ចឹងសូមសំណូមពរដល់ហាងមួយចំនួនកុំលក់បោកប្រាស់ពេកបងប្អូនហ្នឹងហើយកុំចង់បានចំណេញច្រើនពេកហ្នឹងហើយចំណេញតិចតួចទៅខ្មែរគ្នាឯងទេហ្នឹងហើយអញ្ចឹងមានហាងខ្លះបងប្អូនលក់ក៏ពពកតែម្ដងហ្នឹងហើយ3000 ជាង 3100ក៏មានដែរហ្នឹងហើយអញ្ចឹងកុំធ្វើបាបខ្មែរគ្នាឯងពេកបងប្អូនណាហ្នឹងហើយកំពុងតែមានបញ្ហា
ព្រំដែនផងហើយបងប្អូនលក់កកពពកអញ្ចឹងហើយលុយគឺពិបាកនឹងរកណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនកុំចង់ចំណេញខ្ពស់ពេកហ្នឹងហើយចំណេញធម្មតាទៅហ្នឹងហើយអញ្ចឹងសម្រាប់តម្លៃ Honda ទីនេះខ្ញុំគិតថាហក់ខ្ពស់មែនតើបងប្អូនប៉ុន្តែការផ្លាស់ប្ដូរអត់មានច្រើនប៉ុន្មានទេហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺផ្ដល់មតិយោបល់តែប៉ុណ្្នឹងទេចាំវីដេអូក្រោយខ្ញុំធ្វើការបង្ហាញពី Honda Wave ម្ដងបងប្អូនហ្នឹងអញ្ចឹងសម្រាប់បងប្អូនកុំភ្លេចជួយចុច Subscribe និងចុចរូបបណ្ដឹងខ្ញុំបានម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងឬក៏ពីព័ត៌មានខ្លះពីបញ្ហាតាក់ទងទៅនឹងម៉ូតូមិនថាម៉ូតូធំមិនថាម៉ូតូតូចមិនថាម៉ូតូអីទេអញ្ចឹងខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនទស្សនាហើយមួយទៀតគឺខ្ញុំនឹងធ្វើការ review ម៉ូតូខ្លះៗបង្ហាញបងប្អូនហ្នឹងហើយគឺខ្ញុំថ្មីទេបងប្អូនហ្នឹងហើយថ្មីទេគឺកំពុងតែចាប់ដើមធ្វើការ review និងផ្សព្វផ្សាយនៅព័ត៌មានខ្លះៗតាក់ទងនឹងម៉ូតូគ្រប់ប្រភេទអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងសូមអរគុណដល់អស់គ្នាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេចុងក្រោយសូមអរគុណនិងសូមជម្រាបលា